បាទជំរាបសួរពុកម៉ែបងប្អូនលោកយាយលោកតាទាំងអូថ្ងៃនេះខ្ញុំបានលើកយកគាថាផ្គុំធាតុលើកកម្លាំងមួយមេដើម្បីយកមកចែករំលែកទៅដល់ពុកម៉ែបងប្អូនលោកយាយលោកតាទាំងអូយកទៅសិក្សារៀនសូត្រណាគាថាផ្គុំធាតុលើកកម្លាំងនេះណារបៀបប្រើប្រាស់ហ្នឹងគឺយើងប្រើណាសម្រាប់លើកកម្លាំងអ្នកជំងឺដែលឈឺត្រូវអំពើគេអស់កម្លាំងលហិតលហៃរវើរវាយចេះតែភ័យខ្លាចយើងអាចយកគាថានេះណាមកសរសែកផ្លុំដាក់ទឹកឲ្យអ្នកជំងឺហូបឬក៏យើងស្រោចទឹកឲ្យអ្នកជំងឺទៅណាដើម្បីលើកកម្លាំងឲ្យអ្នកជំងឺណាមានព្រលឹងពលះមានកម្លាំងមាំមួនបានជាសះស្បើយឡើងវិញអញ្ចឹងណាពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់ណាគាថានេះយើងក៏អាចយកមកលើកកម្លាំងរបស់យើងក៏បានដែរពេលដែលយើងអស់កម្លាំងយើងអាចយកគាថានេះណាមកសរសែកផ្លុំដាក់ទឹកយកមកពិសាឬក៏យើងសរសែកផ្លុំដាក់ភេសជ្ជៈផ្សេងទៅណាយកមកពិសាមកណាដើម្បីធ្វើឲ្យយើងមានកម្លាំងមាំមួនឡើងវិញដូចគ្នាអញ្ចឹងណាពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់ណាអញ្ចឹងទេកុំឲ្យខាតពេលវេលាកាន់ទៅវិញឆ្ងាយយូរណាយើងចូលទៅរៀននៅគាថាយើងទាំងអស់គ្នាអ្នកមគ្គពតៈអ្នកមោពុទ្ធាយៈអ្នកមគ្គអឧម្ដងទៀតអ្នកមគ្គពតៈអ្នកមោពុទ្ធាយៈអ្នកមគ្គអឧអញ្ចឹងពុកម៉ែបងប្អូនលោកយាយលោកតាទាំងអូយកទៅសិក្សារៀនសូត្រតាមការគួរចុះណា